បាទសូមគោរពជំរាបសួរបងប្អូនពុកមីងអ៊ំទាំងអស់គ្នាเพจយើងខ្ញុំចេញវីដេអូមួយទៀតហើយពាក់ព័ន្ធទៅនឹងការងារគំនូបាទការងារគំនូនេះត្រូវបានរៀបចំគូជូនក្រុមហ៊ុននេករនៃហាងកាហ្វេ Starbucks ហាងកាហ្វេ Starbucks នេះដែរមានទីតាំងនៅក្នុងរលានយន្តហោះអន្តរជាតិភ្នំពេញថ្មីបាទនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនខ្លះៗអំពីប្លង់គូគំនូនៅក្នុងហាងកាហ្វេ Starbucks ដែលក្រុមហ៊ុនការងារនេករនៃហាងកាហ្វេ Starbucks គាត់បានផ្ញើមកបាទដើម្បីឲ្យเพจយើងខ្ញុំរៀបចំគូទៅតាមប្លង់ដែលក្រុមហ៊ុនចង់បានពេលនេះខ្ញុំកំពុងកាត់ត្រង់ចំណុចប្លង់គំនូដែលគាត់ដាក់ឲ្យដើម្បីយកមកគូតាមបាទហើយត្រង់ចំណុចពណ៌ក្រហមនេះគឺជាចំណុចប្លង់ដែលគាត់ត្រូវឲ្យគូបាទអញ្ចឹងខ្ញុំកំពុងតែរៀបចំកាត់វាចេញដើម្បីយកមកគូតាមបាទហើយនេះជារូបប្លង់គំនូដែលចេញមកគឺគាត់ចង់បានពណ៌ដូចនឹងតែម្ដងបាទនេះជាប្លង់គំនូដែលចេញដែលយើងគូរួចរាល់បាទអញ្ចឹងពណ៌ទាំងរូបភាពគឺគាត់ចង់បានបែបហ្នឹងបាទនេះគាត់មានប្លង់សម្រាប់ឲ្យយើងហើយស្រាប់បាទនេះខ្ញុំកំពុងតែមើលលម្អិតទៅតាមពណ៌និងរូបភាពរបស់ក្រុមហ៊ុនដែលគាត់ដាក់ឲ្យបាទអញ្ចឹងប្លង់គំនូនេះគឺវាធំដែរបាទផ្ទាំងគំនូនេះវាមានទំហំកម្ពស់5ម៉ែត្រជាងបាទហើយនឹងទទឹង3ម៉ែត្រ70បាទអញ្ចឹងគំនូប្លង់របស់ក្រុមហ៊ុនគាត់មានច្រើនប៉ុន្តែគាត់កាត់យកតែប្លង់ដែលមានចំណុចក្រហមនេះសម្រាប់ឲ្យយើងគូនៅក្នុងហាងកាហ្វេ Starbucks សាខានៅក្នុងពលានយន្តហោះអន្តរជាតិភ្នំពេញថ្មីបាទគឺជាន់ផ្ទាល់ដីបាទឥឡូវខ្ញុំកំពុងតែកាត់ច្រឹបយកត្រង់ចំណុចប្លង់ដែលគាត់ដាក់ឲ្យនឹងតែម្ដងបាទរាល់ប្លង់គំនូដែលក្រុមហ៊ុន Starbucks ដាក់ឲ្យមួយគឺយើងធ្វើការប្រុងប្រយ័ត្នមែនទែនបាទព្រោះយើងចង់ឲ្យការងារចេញមកទៅតាមអ្វីដែលក្រុមហ៊ុនចង់បានយើងត្រូវតែផ្ចិតផ្ចង់ផ្ដោតសំខាន់ទៅលើគុណភាពការងារនិងទឹកដៃផងដែរបាទដើម្បីឲ្យក្រុមហ៊ុនគាត់រីករាយនឹងទទួលយកការងាររបស់យើងបាទហើយខ្ញុំក៏អរគុណក្រុមហ៊ុនដេកនៃហាងកាហ្វេ Starbucks ផងដែរដែលតែងតែដល់ការងារឲ្យខាងเพจយើងខ្ញុំធ្វើជាបន្តបាទគឺអរគុណខ្លាំងមែនទែនបាទឥឡូវខ្ញុំកាត់ប្លង់ដែលត្រូវគូចេញមកហើយបាទយើងកាត់ចំណុចដែលត្រូវគូចេញដើម្បីងាយស្រួលមើលយើងគូតាមប្លង់ដែលក្រុមហ៊ុនចង់បានបាទដែលក្រុមហ៊ុនដាក់ឲ្យគឺយើងត្រូវកាត់វាចេញដើម្បីងាយស្រួលក្នុងការគូតាមបាទប្លង់គំរូដែលយើងត្រូវគូគឺពណ៌សខ្មៅនេះបាទយើងត្រូវមើលតាមនឹងហើយយើងគូចេញជារូបភាពបែបហ្នឹងទៅលើជញ្ជាំងពណ៌ប្រផេះដែលប្លង់គាត់ដាក់មួយទៀតសម្រាប់ប្លង់ដែលយើងគូសម្រាប់ពេលរួចរាល់គឺប្លង់ដែលមានពណ៌ប្រផេះនោះបាទអញ្ចឹងប្លង់ដែលមានពណ៌ខ្មៅសនេះគឺជាប្លង់ដែលគំនូដែលយើងត្រូវគូតាមបាទហ្នឹងហើយអញ្ចឹងខ្ញុំបានយកប្លង់នឹងចេញមកហើយខ្ញុំកំពុងតែមើលលម្អិតប្រៀបធៀបថាវាដូចគ្នាហើយឬនៅបាទអញ្ចឹងយើងប្រុងប្រយ័ត្នខ្លាចយើងចាប់ចេញមកវាមានចំណុចខុសគ្នាអញ្ចឹងយើងអាចគូទៅវាខុសប្លង់ដែលក្រុមហ៊ុនចង់បានអញ្ចឹងយើងត្រូវតែពិនិត្យនឹងយកចិត្តទុកដាក់នៅក្នុងការងារនឹងខ្លាំងមែនទែនបាទឥឡូវខ្ញុំកាត់ចេញកាត់ចំណុចដែលយើងត្រូវគូនឹងយកមកដាក់ប្រៀបធៀបចិត្តគ្នាដើម្បីមើលថាផ្ទាំងគំនូហ្នឹងគឺដូចគ្នាហើយឬនៅបាទអញ្ចឹងផ្ទាំងប្លង់ធំនេះគឺយើងលុបចោលទៅព្រោះយើងត្រូវការគូតែមកប្លង់មួយដែលខ្ញុំកាត់ចេញនេះទេប៉ុន្តែមកប្លង់ហ្នឹងគឺទំហំវាគឺធំគួរសមបាទ5ម៉ែត្រជាងក៏នឹង3ម៉ែត្រចិត្តបាទហើយខ្ញុំកំពុងតែមើលទៅតាមគំរូដែលត្រូវគូតាមហើយនឹងប្លង់ដែលយើងក្រុមហ៊ុនដាក់ឲ្យនៅពេលដែលយើងគូរួចរាល់អញ្ចឹងខ្ញុំកំពុងតែត្រួតពិនិត្យបាទឥឡូវអូខេគឺត្រូវគ្នាអស់ហើយយើងលុបប្លង់គូសម្រាប់នេះចោលសិនយើងកំពុងតែរៀបចំប្លង់ដែលត្រូវគូតាមនេះបាទរៀបចំដើម្បីយកទៅ print ចេញក្នុងការមើលគូតាមប្លង់នឹងតែម្ដងបាទគំនូនេះគឺមានភាពស្មុគស្មាញដែរបាទព្រោះវាមានរូបគំនូដែលស្មុគស្មាញច្រើនបាទប៉ុន្តែទោះបីជាយ៉ាងណាក៏យើងព្យាយាមយកចិត្តទុកដាក់នឹងម៉ត់ចត់សម្រាប់ការងារជូនភ្ញៀវគ្រប់ការងារទាំងអស់បាទដោយសារเพจយើងខ្ញុំ
ទទួលគូគំនូគ្រប់ប្រភេទអញ្ចឹងបើសិនជាភ្ញៀវមានប្លង់ឬមួយក៏គំនូបែបណាខ្លះគឺយើងអាចគូបានទៅតាមអ្វីដែលភ្ញៀវចង់បានបាទបើនេះជាសកម្មភាពដែលក្រុមជាងនៃเพจជាងគំនូចម្លាក់ខ្មែររបស់យើងកំពុងតែចូលចាប់ដើមចូលទៅមើលកន្លែងគូហើយបាទជានេះជាទស្សនវិជ្ជាខ្លះៗនៅក្នុងពលានយន្តហោះអន្តរជាតិភ្នំពេញថ្មីយើងបាទនេះជាកន្លែងដែលយើងកំពុងដើរចូលហាងកាហ្វេដែលត្រូវគូហើយបាទហាងកាហ្វេ Starbucks បាទសូមអរគុណទៅដល់បងប្អូនពុំវិញអ៊ំទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះបាទក្នុងវីដេអូនេះដែរគឺបានបង្ហាញតែប្លង់ការងារគំនូដែលត្រូវគូតែប៉ុណ្ណោះបាទសម្រាប់វីដេអូក្រោយនឹងមានបង្ហាញពីការគូគំនូនៅលើជញ្ជាំងផ្ទាល់ហើយនឹងរូបភាពដែលយើងគូហើយនៅពេលដែលយើងគូហើយនៅលើជញ្ជាំងផ្ទាល់តែម្ដងបាទសូមអរគុណច្រើនបាទ